ថ្ងៃនេះនៅអារម្មណ៍ពុកម៉ែបងប្អូនមកមើលពីរបៀបធ្វើជំនាញរបស់អ្នកភូមិស្បាល់ខ្ញុំណាពុកម៉ែបងប្អូននិយាយពីថាមកអស់ហើយមិនថាទេបងប្អូនណាទេដែលពុកគាត់មកប្រកបមុខរបរធ្វើជំនាញនៅគេណាពុកម៉ែបងប្អូនស៊ីឈ្នួលគេ1គីឡូ1000អញ្ចឹងយើងយកវាថ្លឹងជា1គីឡូ1000រួចក៏យើងលាងទឹកឲ្យស្អាតយកមកកិនណាពុកម៉ែបងប្អូននេះយើងយកមកកិនឲ្យវាឲ្យវាជ្រះជ្រាកវាណាពុកម៉ែបងប្អូនជ្រាកវាឲ្យវាចេញអាចអស់ណាសម្រាប់យើងយកទៅលាងទឹកឲ្យស្អាតណាពុកម៉ែបងប្អូននេះនិយាយបើថាយើងលាងហើយយើងជ្រាករួចអស់ហើយជ្រាកនឹងម៉ាស៊ីនគេរួចអស់ហើយក៏យកមកលាងហើយបងប្អូនលាងជំរះពី3 10ទឹកតម្រឹមនឹងស្អាតបានយើងយកទៅទៅរៀបណោពុកម៉ែបងប្អូនប៉ុន្តែនេះនិយាយបើថាពុកម៉ែបងប្អូនអើយអ្នកភូមិនឹងខ្ញុំមកឡើងស្ទើរនឹងអស់ពីភូមិហើយពុកម៉ែបងប្អូននេះសារយើងរកថាជំនាញនឹងវាបានក្រែលក្រាស់ក្រែលដែរណាវិញថាមួយថ្ងៃ10000 20000ក្រិនមួយចាយដែរពុកម៉ែបងប្អូននេះនិយាយពីថាយើងតម្រៀបវាឲ្យស្អាតបានហើយយើងយកទៅឲ្យគេដាក់នឹងឡពុកម៉ែបងប្អូននិយាយពីថាបើយើងមើលពីចម្ងាយគិតថាឈ្មោះជាជំនាញនឹងគួរឲ្យរអៀកគួរឲ្យញញើតគួរឲ្យខ្លាចពុកម៉ែបងប្អូនតែដល់តាមមើលជាក់ស្ដែងទៅដល់យើងទៅធ្វើវាពិតប្រាកដចឹងអត់អីទេពុកម៉ែបងប្អូនដល់យើងវាទៅបៀតវាជិតស្និទ្ធអញ្ចឹងណានិយាយថាមុនដំងវាដូចចលៀនរវាស់អញ្ចឹងគេដូចតកើបន្តិចឯងតិចដល់ពេលវាយើងជ្រាករួចអីរួចលាងរួចបែរជាដូចឆ្លើងវិញបងប្អូននិយាយថាបន្ទះវាដូចឆ្លើងសុតចឹងបើអ្នកខ្លាចមិនអាចធ្វើបានទេបងប្អូនមើលពេលមុនខ្ញុំមិនខ្លាចទេបើខ្ញុំរអ៊ីកដល់ពេលនេះមិនរអ៊ីកមិនអីបងប្អូនដល់ឃើញអំពូមានកាត់មកធ្វើចលៀនបានប្រាក់ចំណូលសំណំណាបើអ្នកធ្វើខ្លាំងក៏បានមួយថ្ងៃ30000 40000ណាបងប្អូនម្នាក់ឯងនេះពីអ្នកប្រេប៉ុនក៏8 90000 100000ក៏មានដែរបងប្អូនតែបើសម្រាប់ខ្ញុំមួយថ្ងៃ20000ថ្ងៃ20000ក៏ខ្ញុំយកដែរគ្រាន់តែឲ្យកូនចាយហូបទិញនំហូបបងប្អូននេះនិយាយពីថាខ្ញុំទៅរៀបយកបងប្អូនកូនខ្ញុំអ្នកជ្រៀកហើយខ្ញុំអ្នកទៅលាងរួចយកមកមកទៅរៀបដាក់ចកាឲ្យគេហ្នឹងសម្រាប់ឲ្យគេយកទៅចំហុយណាបងប្អូនចំហុយនឹងឡកត់នេះពេលវាឆ្អិនហើយក៏និយាយវាថាក្រៀមក៏ឈ្ងុយឈ្ងប់ចិត្តទេបងប្អូនអើយចង់ទៅរើសយកហូបហ្នឹងដូចត្រីងៀតចឹងបងប្អូននេះវីដេអូខ្ញុំក៏អត់មានអីច្រើនទេអរគុណបងប្អូនចាំទស្សនាវីដេអូក្រោយៗទៀតអរគុណច្រើនជម្រាបលា